រួមគ្នាសម្អាតបរិស្ថានឆ្នេរដើម្បីទាក់ទាញភ្ញៀវមកកម្សាន្តកាន់តែច្រើននិងជួយដល់សេដ្ឋកិច្ចមូលដ្ឋាននាព្រឹកថ្ងៃទី7 ខែកុម្ភៈឆ្នាំ2026អាដាមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំក្រុមការងាររួមមានមន្ត្រីរាជការនិងយុវជនចុះសម្អាតប្រមូលកាកសំណល់និងសម្អាតអនាម័យនៅតាមបណ្ដោយឆ្នេរអូឈើទាលឆ្នេរអូត្រេះរហូតដល់ឆ្នេរពោធិ៍ជំទាវម៉ៅដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរនិងអបអរសាទរពិធីបុណ្យនានាក្រុមការងារបានដើរប្រមូលថង់ប្លាស្ទិកដបទឹកនិងកាកសំណល់ផ្សេងៗដែលបន្សល់ទុកដោយអ្នកប្រើប្រាស់អាដាមអភិបាលខេត្តបានជួបជាមួយអាជីវករតាមឆ្នេរដោយណែនាំឲ្យរៀបចំធុងសម្រាមឲ្យបានត្រឹមត្រូវនិងវេចខ្ចប់ទុកដាក់ឲ្យបានល្អជៀសវាងបង្កនាំឲ្យប៉ះពាល់ដល់បរិស្ថានសោភ័ណភាពឆ្នេរអាដាមអភិបាលខេត្តព្រះសីហនុបានសង្កត់ធ្ងន់ថាឆ្នេរសមុទ្រគឺជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាការអនាម័យរក្សាមិនមែនជាទូនាទីរបស់អាជ្ញាធរតែម្នាក់ឯងនោះទេប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរគ្រប់រូបដើម្បីទាក់ទាញភ្ញៀវមកកម្សាន្តកាន់តែច្រើននិងជួយដល់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការចុះសម្អាតឆ្នេរសមុទ្រនេះមិនត្រឹមតែធ្វើឲ្យឆ្នេរសមុទ្រស្រស់ស្អាតនោះទេប៉ុន្តែថែមទាំងជួយដាក់ទឿនដល់ស្មារតីស្រឡាញ់បរិស្ថានដល់សាធារណជនឲ្យចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ពីសម្រស់តំបន់ឆ្នេរឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវមកលេងកម្សាន្តកាន់តែច្រើនថែមទៀត